ក់បងរួញបងច្បាច់ថ្នាំនឹងសិនហើយបន្ទាប់មកបងសិតវាឲ្យសក់កន្លែងណាក៏ដោយឲ្យតែបងចង់ពលាចង់ឲ្យសក់យើងត្រង់ហ្នឹងបងសិតកន្លែងហ្នឹងហើយបងមិនបាច់ភ័យទេមិនបាច់ភ័យថាថ្នាំហ្នឹងប្រឡាក់ស្បែកក្បាលលមាស់ស្គៀបអីអត់គឺវាអត់លមាស់អត់ស្គៀបអីទេហេតុអីបានបងអូននិយាយចឹងពូមុនតែបងអូនយកលក់ឲ្យបងប្រើហ្នឹងគឺបងអូនបានតេស្តរួចរាល់ហើយអស់ហើយសក់ត្រង់មិនត្រង់យើងដឹងទៀតបងប្អូនទាំងអស់គ្នាចាប់សរសៃសក់ទាញមើលចឹងមកបើសិនជាវាត្រង់គឺវាបង្ហាញនៅលើហ្នឹងគឺត្រង់ឲ្យយើងមើលហ្មងតែបើវាមិនទាន់ត្រង់ទេគឺវានៅរួញយើងទាញទៅវានៅកោងមើលទៅយើងមើលដឹងហ្មងបងមើលខ្លួនឯងបើសិនជាវាត្រង់ហើយបងយកវាទៅលាងទឹកទៅបងឃើញអត់គឺវាស្អាតបងវាអាឡូងស្អាតចឹងអាហ្នឹងវាអាចត្រង់ជាងហ្នឹងទៀតបើសិនជាបងទុកយូរជាងហ្នឹងបងតែមានសក់រួញបងគួរតែមានមកដបទុកប្រើផ្ទាល់ខ្លួនវាចំណេញពេលបងធ្វើខ្លួនឯងក៏បានមិនបាច់ទៅឲ្យជាងធ្វើឲ្យក៏បានដែរដោយសារនៅហ្នឹងវាមានក្រាស់អមនៅហ្នឹងស្រាប់បងសិតយកសក់បងរួញកន្លែងណាបងសិតកន្លែងហ្នឹងសំខាន់បងចង់ត្រង់កន្លែងណាគឺបងយកថ្នាំហ្នឹងទៅលាបបងមើលទៅនេះសក់គាត់កាមមិនតាន់បលីហើយបងអូនបលីឲ្យគាត់បងមើលទៅវាខុសគ្នាឆ្ងាយមែនតើគាត់ឲ្យយើងដេកគាត់តិចវាឃើញស្អាតហ្មងដោយសក់ភ្ញៀវខ្ញុំមួយនេះចឹងគឺគាត់សក់វែងគាត់រួញពីមុខអញ្ចឹងគាត់មកពលាអាសេវាកម្មពលាសក់ហ្នឹងខាងក្រោយខាងមុខគឺគាត់អាលក្ខណៈអាទឹកអាឡោកអញ្ចឹងគាត់មិនបាច់អត់ស្រោមក៏បានដែរនិយាយរួមទៅថ្នាំហ្នឹងល្អដូចស្រោមអញ្ចឹងបងអូននិយាយចឹងបងចង់ត្រង់កន្លែងណាបងយកវាទៅលាបកន្លែងហ្នឹងលាបឲ្យសប់សិតវាឲ្យសប់ហើយមិនថាសក់មនុស្សប្រុសសក់មនុស្សស្រីកន្លែងណាក៏ដោយឲ្យតែរួញហើយបងចង់ត្រង់សក់សពងសក់ហើមសក់បាសច្រងឲ្យបងអាចយកទៅប្រើបានដូចគ្នាទាំងអស់ខ្ញុំសិតពលាឲ្យគាត់ហើយខ្ញុំចាប់សក់គាត់ទាញមើលអញ្ចឹងត្រង់មិនត្រង់គឺយើងមើលជាក់ស្ដែងនៅក្នុងហ្នឹងហ្មងបើសិនជាវាត្រង់គឺវាបង្ហាញថាត្រង់ហើយសក់ហ្នឹងអញ្ចឹងយើងអាចយកទៅលាងទឹកបានតែបើវាមិនទាន់ត្រង់ទេគឺយើងទាញមកគឺដឹងហ្មងគឺវានៅរួញហ្មងខ្ញុំសរសើរថ្នាំពលាសក់ហ្នឹងយើងលាបប្រឡាក់ស្បែកក្បាលអីវាអត់លមាស់អត់ស្គៀបអីទេតោះតែខ្ញុំលាងទឹកឲ្យបងជិះមើលនេះនិយាយរួមទៅវាត្រង់អាឡូងស្អាតដូចសក់យើងអត់ស្រោមអញ្ចឹងហើយគុណភាពប៉ុណ្ណឹងបងទទួលយកបានអ្នកធ្វើខ្លួនឯង